ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់នៅក្នុង Facebook របស់ខ្ញុំហ្នឹងខ្ញុំគិតថាឈប់ធ្វើការបើកបរឡានហើយឥឡូវនេះគិតថាបើក business ថ្មីប្រហើយ business នេះគឺថាបំរើអារម្មណ៍បងប្អូនប្រុសស្រីយើងហ្នឹងណាទី1បើសិនជាបងប្អូនប្រុសស្រីប៉ះនឹងសេចក្តី stress មានរោគ stress ជួបវិបត្តិបញ្ហាប្តីរត់ចោលប្រពន្ធរត់ចោលមកវាយទូរស័ព្ទមកខ្ញុំអាចបំរើអារម្មណ៍អស់លោកបានណាមិនមែនថាបំរើនៃអាក្រក់ទេណាបងប្អូនដូចជាជួយសម្រែសម្រោះសម្រួលបំរើអារម្មណ៍ហ្នឹងគឺន័យល្អទេអាចជួយរំលែកទុក្ខនិយាយឲ្យបានសប្បាយថារឿងសប្បាយទេគ្រឿងល្ខោនបាសាក់ក៏បានដែរគឺអញ្ចឹងទៅណាអានឹងគឺជា business ថ្មីបាទហ្នឹងហើយដើម្បីដោយថាខ្ញុំជម្រាបប្រាប់ចឹងណាបំរើអារម្មណ៍បងប្អូនខ្មែរយើងពីកើតទុកឲ្យមកជាសប្បាយណាហើយមួយទៀត business របស់ខ្ញុំបើកថ្មីគឺបើកចាប់ផ្ដើមលក់អនឡាញទី1ដូចជាខ្ញុំមានសមណាអានេះនិយាយតែពីសមអានេះសមកាវចឹងណាសមកាវហើយទៅខ្ញុំមានស្លាបព្រាពិតប្រកបស្លាបព្រាញ៉ាំបាយដល់ទំនើបបងហ្នឹងហើយបន្ទាប់មកខ្ញុំមានវ័យឆាឆ្កោសសាច់អាំងសាច់ហើយខ្ញុំមានចាក់កឹសយ៉ាងទំនើបណាអានឹងទី1ហើយទី2ទៀតខ្ញុំមានលក់ដូរដូចជាមេការ៉ូនីឈីសសម្រាប់អស់លោកដូចជាស្រកគីឡូឲ្យស្គមពីធាត់ឲ្យស្គមអីហ្នឹងហ្នឹងហើយម៉ាការ៉ូនីឈីសបាទរបស់នេះទំនើបដូចថាមកពីស្រុក United States បណ្ដោយបាទហើយមានអាគេហៅថាប្រដាប់ដាក់ជាមួយឈីសកោវាដើម្បីនឹងជួយឲ្យក្លិនដល់ឈ្ងុយឆ្ងាញ់បណ្ដោយហ្នឹងហើយខ្ញុំលក់សពអស់បងប្អូនមិនតែប៉ុណ្ណោះណាខ្ញុំមានដូចជាមីមិនមែនថាន័យថាអាក្រក់មីហែងមីហងអីអត់ទេគឺជាមីញ៉ាំណាបងប្អូនហ្នឹងហើយគ្រប់តាមីគឺជាឈ្មោះថា Maruchan noodle soup ណាមកពីបារាំងឥណ្ឌាកូរ៉េឆៃណាអីនោះខ្ញុំមានណាបងប្អូនណាហ្នឹងហើយសេតតាមីមិនថាមីបង្កងមីបាគាមីបាគុយអីទេនំសម្រាប់ញ៉ាំពេលមើល TV កុំឲ្យអបសុកអីចឹងហ្នឹងណាហ្នឹងខ្ញុំមាននំនេកសម្រាប់មនុស្សតូចមនុស្សធំបាទមានទាំងអស់ណាបងប្អូនណាដូច្នេះបងប្អូនត្រូវការអីវាយទូរស័ព្ទមកខ្ញុំពើងមកខ្ញុំអនឡាញឲ្យមិនតែប៉ុណ្ណោះខ្ញុំមានដបទឹកសាអ៊ីវដបទឹកខ្មេះដបទឹកត្រីហ្នឹងហើយដបទឹកត្រីមកពីប្រទេសបារាំងប្រទេសរូសាឥណ្ឌូនេស៊ីខ្ញុំមានមកជាប់របស់បងប្អូនត្រូវការអត់បញ្ហាខ្ញុំអ្នកលក់ថ្មីហ្នឹងអើយបាទមិនថាប៉ុណ្ណោះបងប្អូនត្រូវការឆ្នាំងបាយខ្ញុំមានឆ្នាំងបាយណាអានេះលក់មិនថ្លៃប្រហែលទេតាម$20ទេប៉ុន្តែមួយនេះខ្ញុំត្រូវយក$30ដោយសារតែខ្ញុំមានបាយហើយស្រេចណាមិនមែនមានអត់មានន័យថាខ្ញុំលក់កោបងប្អូនទេក្នុងឆ្នាំងនេះមានបាយដូចគ្នាតម្លៃ$30វាទូរស័ព្ទមកភ្លាមខ្ញុំញ៉ៅវឹងឲ្យផ្លែកបងអើយអត់រឿងប៉ុណ្ណាហើយមិនតែប៉ុណ្ណាបងប្អូនខ្ញុំមានមកគ្រប់ណាខ្ញុំមានទាំងកាធុងនេះសម្រាប់ងូតទឹកនៅពេលថ្ងៃងូតទឹកនៅពេលយប់បន្ទាប់មកបើសិនជាបងប្អូនត្រូវការដូចថាយប់ជ្រៅពេកយើងអាចដាក់អញ្ចឹងមកយើងអាចនោមយើងបានយើងអាចដាក់ក៏បានដែរណាមិនថាអញ្ចឹងហើយបន្ទាប់មកខ្ញុំមានប្រដាប់ clean មង្គល clean អាកធុងកុំឲ្យវាឆ្អុយឆ្អេះឆ្អាបទាំងយប់ទាំងថ្ងៃណាបើសិនជាអាចស្ទះនៅក្នុងកធុងនេះឬក៏នៅក្នុងបង្គន់ខ្ញុំមានប្រដាប់សពអាចទេបងប្អូនហ្នឹងណាវាទូរស័ព្ទមកពើមកខ្ញុំអនឡាញទៅឲ្យផ្លេតកធុងនេះបើនិយាយទៅគឺថា$10ថែមប្រដាប់គោ clean អាចគេថែមទៀត$2.50
$5 ប្រដាប់សពអាចប្រដាប់បូមអាចទៅមក complete នឹងបានន័យថាលក់តែ$35អត់មានកោទេតែបើថាខ្ញុំកោហ៎ខ្ញុំអាចបន្ថែមពងមន់ឲ្យបងប្អូនទៀតណាបន្ថែមពងមន់1ឡូឲ្យបងទៅដើម្បីឲ្យពេញចិត្តហ្នឹងហើយនេះជា business ថ្មីរបស់ខ្ញុំដែរខ្ញុំទៅតែបើកណាបងប្អូនហ្នឹងហើយដូច្នេះបើបងត្រូវបងប្អូនញាតិមិត្តសន្តានណាត្រូវការប្រដាប់ប្រដាអីចឹងហ្នឹងវាយទូរស័ព្ទមកខ្ញុំមកឬក៏នៅចិត្តនៅឆ្ងាយជិះកប៉ាល់ហោះមកមកថាប៉ុណ្ណឹងខ្ញុំមានឆ្នាំងបាយមួយដ៏ទំនើបឆ្នាំងបាយនេះពីមុនគេលក់តា$80នេះតែចំពោះខ្ញុំបើក business ថ្មីលក់ថា50បានត្រូវខាតខ្លះចំណេញខ្លះគឺថាមិនបាច់គេងប្រវាយពីបងប្អូនរបស់យើងហ្នឹងណាដូច្នេះខ្ញុំទៅតែបើកថ្មីសូមអរគុណបងប្អូនជួយទិញឲ្យបានឆាប់វាយទូរស័ព្ទមកទៅខ្ញុំនៅផ្ញើឲ្យប៉េះសូមអរគុណ